បាទជំរាបសួរពុកម៉ែបងប្អូនបាទសូមស្វាគមន៍មកកាន់ Channel ទូងោថ្នមស្នេហ៍ទាំងអស់គ្នាបាទហើយនេះគឺជាជំរុំទូកនៅវត្តស្លែងបាទគឺជារោងជ័យរបស់គង្គាពិសីចម្ប៉ាពិសីបាទហើយនេះគឺជាជំរុំជើងខ្លាំងផ្ដុំគ្នានៅក្នុងខេត្តកំពង់ធំបាទមួយគ្រឿងនេះគឺគង្គាពិសីសែនជ័យបាទហើយនៅកណ្ដាលនេះគឺចម្ប៉ាពិសីសែនជ័យថ្មីហើយខាងនេះគឺជាចម្ប៉ាពិសីសែនជ័យចាស់បាទហើយពុកម៉ែបងប្អូនអាចមើលរូបរាងរើនៃរំពេនៃទូកទាំង3នេះបាទគឺមានសភាពស្អាតតែម្ដងបាទហើយទូកទាំង3នេះគឺជាទូកដែលផលិតដោយអធិរាជប្រកែវកេតសុផលបាទមេជាងធំមេជាងល្បីនៅខេត្តកំពង់ធំហើយទូកទាំង3នេះគឺនៅក្នុងរោងជ័យតែមួយបាទពីរគ្រឿងខាងនោះគឺថ្មីហើយមួយគ្រឿងខាងនេះគឺជាទូកចាស់បាទប៉ុន្តែល្បឿនគួរសមដែរបាទអញ្ចឹងយើងក្រឡេកទៅមើលផ្នែកខាងក្រោយនៃទូកទាំង3គឺមានក្បូរក្បាច់រចនានៃការលាបលូនគឺមានលក្ខណៈស្អាតពីរគ្រឿងខាងនោះគឺមានរចនាបថដូចគ្នាពីរគ្រឿងខាងនេះគឺមានរចនាបថប្លែកបន្តិចក៏ប៉ុន្តែស្អាតដូចគ្នាបាទមើលផ្នែកនីតងកន្ត្រៃគឺមានភាពស្អាតណាស់បាទផ្នែកតងកន្ត្រៃនៃទូកទាំង3បាទមើលក្រឡេកមើលនេះក្បាច់រចនាកតុយហង្សគឺមានភាពស្រស់ស្អាតហើយកណ្ដាលនេះគឺជាចម្ប៉ាពិសីបាទក្រឡេកមើលនៃក្បូរក្បាច់រចនាគឺស្អាតប្លែកហើយនេះគឺជាគង្គាពិសីបាទរចនាបថគឺដូចគ្នាតែម្ដងបាទបើយើងមើលពីខាងក្រោមទៅវិញនេះទូកទាំង3គឺរចនាបថគឺប្រហែលគ្នាខុសតែប្រវែងបន្តិចបន្តួចបាទនេះគឺគេរចនាបថទូកទាំង2គង្គាពិសីចម្ប៉ាពិសីស្អាតដូចគ្នាបាទហើយបងប្អូនអាចទស្សនាបន្តពីក្រោយទៅមុខបាទនេះទូកទាំង3តែម្ដងបាទខ្ញុំរីវីវម្ដងនេះគឺរីវីវ3ទូកសូមអធិស្ឋានផងបាទដោយសារតែទូរស័ព្ទព្រៀងចាស់ហើយអញ្ចឹងមានកង់ពន្លឺបន្តិចបន្តួចរចនាបថគឺស្អាតដូចគ្នាប្រហែលគ្នាទូកបើកសាច់ញាតធំល្អឈើក្រាស់ពីដើមសាងពីដើមគគីរមៀតបាទស្អាតទាំងពីរតែម្ដងបាទរចនាបថកូនភ្លោះបាទគង្គាពិសីចម្ប៉ាពិសីនេះកូនភ្លោះនៅក្នុងរោងជ័យហើយខាងនោះគឺកូនភ្លោះចម្ប៉ាពិសីបាទថ្មីហើយនឹងចាស់បាទឥឡូវយើងមើលពីនេះទៅវិញបាទរចនារំពេលៀនលយបង្ហាញនូវភាពស្រស់ស្អាតនៃទូកទាំង3បាទស្អាតណាស់បាទ
បាទសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាសូមជួបប្រទះនៅពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយបាទវីដេអូបន្ទាប់ខ្ញុំនឹង review អំពីទូកខ្មែរក្រោមនៃចូលសែនជ័យបាទសូមអរគុណសូមជម្រាបលា